ដូច្នេះនេះគឺជាការបោះបញ្ឆោតដែលធ្វើឲ្យឈឺចាប់បន្ទាប់មកនៅពេលដែលស៊ីយ៉ានបានដឹងពីការពិតតែគាត់នឹងមានអារម្មណ៍បែបណាទៅគាត់ប្រហែលជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងជាងនេះទៅទៀតរឿងស្នេហាចៃដន្យភាគទី80ដល់ភាគទី81មុននឹងចូលទៅដល់វីដេអូកុំភ្លេចចុច like subscribe ឲ្យម្នាក់មួយផងវាគឺជាសមុទ្រនៃផ្កាកន្លះពណ៌ខៀវបន្ទាប់មកពណ៌ស្វាយហើយក៏ប្រែទៅជាពណ៌ផ្កាឈូកស៊ីយ៉ានតើបងជាអ្នកធ្វើរឿងនេះមែនទេពិតមែនហើយស៊ីយ៉ានបានយកដៃរបស់គាត់មកខានទៅត្រដៃរបស់ស៊ូយីដោយក៏ប្រាប់នាងថាតើកាលពីពេលមុនអូនមិនបាននិយាយប្រាប់បងទេឬថាពួកយើងនឹងទៅមើលត្រីជាមួយនឹងគ្នានោះបន្ទាប់មកពួកគេទាំងពីរក៏បានងើយទៅមើលស្លាយដែលជារូបត្រីបាឡែនជាមួយនឹងកូនតូចៗរបស់ពួកវារួចទោះប្រុសក៏បានប្រាប់ទៅស៊ូយីទៀតថាអ្វីដែលអូនបាននិយាយនឹងខ្លាចជាការពិតបើទោះបីជាទីក្រុងមួយនេះគ្មានសមុទ្រក៏ប៉ុន្តែបងក៏អាចធ្វើវាឲ្យអូនមើលបានស៊ូយីបានសម្លឹងទៅមើលរូបនោះទាំងភាពច្របូកច្របល់ដោយនាងបានគិតថាខ្ញុំក៏ធ្លាប់បាននិយាយថាខ្ញុំនឹងទៅមើលអាចចិញ្ចឹមត្រីជាមួយនឹងគាត់ការសន្យាតាំងពីថ្ងៃនោះគឺវាបានខ្លាចជាការពិតហើយស៊ីយ៉ាបានចូលទៅអោបស៊ូយីពីក្រោយនិងនិយាយទៅកាន់នាងថាសេងស៊ូយីធ្វើជាមិត្តស្រីរបស់បងទៅស៊ូយីបានបែរទៅនិយាយជាមួយនឹងគាត់ថាគាត់ពិតជាអាក្រក់ណាស់បងក៏បានថាបអូនជាមួយនឹងអោបអូនផងដែរតែបងគ្រាន់តែនិយាយបែបនេះនៅក្នុងពេលនេះមែនទេស៊ីយ៉ាបានសម្លឹងមើលស៊ូយីដែលដើរទៅឆ្ងាយពីគាត់រួចក៏បានតបប្រាប់នាងថាបងគិតថាអារម្មណ៍អាចគិតតាមហេតុផលបានប៉ុន្តែអូនគឺជារឿងតែមួយគត់ដែលនៅពីក្រោយហេតុផលរបស់បងហើយបងក៏មិនចង់ឲ្យពួកយើងឃ្លាតឆ្ងាយគ្នាម្ដងទៀតនោះដែរដោយសារតែរឿងកាលពីមុនទើបបងដឹងថាបងមិនអាចរួចខ្វះអូនបាននោះទេបន្ទាប់ពីនិយាយប្រាប់ស៊ូយីបែបនេះរួចគាត់ក៏បានលើកពងស៊ូយីនិងបន្តប្រាប់នាងទៀតថាតើអូនដឹងទេថាបងមិនអាចនិយាយថាទេចំពោះអូនបានឡើយហើយនៅពេលនោះស៊ូយីក៏បានសួរគាត់ថាតើគាត់រៀបចំវាដោយរបៀបណាទេដែលមើលទៅកន្លែងមួយនោះវាពិតជាស្រស់ស្អាតជាមួយនឹងល្អឥតខ្ចោះខ្លាំងមែនទែនទោះប្រាប់បានទៅប្រាប់នាងវិញថាដោយសារតែគាត់នឹងគឺមានបទពិសោធន៍ស៊ូយីសួរបទពិសោធន៍អ្វីទៅខ្វាន់ជីគឺជាអ្នកចែករំលែកបទពិសោធន៍មួយនេះអូពិតមែនឬបន្ទាប់មកនាងក៏បានសួរគាត់ថាតើបងមិនទាន់ស៊ាំជាមួយនឹងការថើបគ្នានៅទីសាធារណៈបែបនេះទេមែនទេរួចនាងក៏ចាប់ផ្ដើមថើបទៅកាន់ច្រមុះរបស់គាត់នាងបន្តថាដូច្នេះបងចាប់ផ្ដើមវាជាមួយនឹងអូននៅលើនេះទៅខណៈពេលនោះទូប្រុសក៏បានធ្វើការដោះបន្តែរបស់គាត់ចេញឬក៏បានចាប់ផ្ដើមថើបស៊ូយីវិញតែម្ដងការថើបមួយនោះបានបន្តជាមួយនឹងភាពរោរាខ្លាំងមែនទែនតែខណៈពេលនោះស៊ូយីក៏បានប្រាប់ឲ្យគាត់នឹងឈប់មកផ្លែសិនទៅចាប់បន្តវិញដោយសារតែពេលនោះចាចាសានសានរបស់យើងនឹងក៏បានខំមករកស៊ូយីពេលនឹងតែម្ដងហើយនិយាយពីថាឲ្យគេស្វីតយូរតិចទៅថៃចាចាបានប្រាប់ថាពីម៉ោងទៀតយន្តហោះរបស់គាត់នឹងគឺបានចោះចរហើយដែលគាត់ក៏ចង់ឲ្យស៊ូយីទៅទទួលគាត់តែថែមមុខរបស់ស៊ូយីនឹងគឺស្មើខ្លាំងមែនទែនដែលនេះមកកាក្នុងចិត្តថាកាលពីពេលដែលនាងគេនឹងគឺគាត់បានទេមករកនាងម្ដងហើយដល់ពេលឥឡូវហ្នឹងមកទេកាត់សង្វាក់របស់នាងទៀតតែខ្លាចនាងនឹងអត់ទៅយកគាត់មែនអាចារ្យសានសាននេះខ្ញុំដឹងទៅយកហើយតែមិនគួរណាទេមករកខ្ញុំពេលហ្នឹងឯងសិតតែពេលហ្នឹងស៊ូយីគឺរៀងភ័យបន្តិចដែរនៅពេលដែលឃើញទូប្រុសហ្នឹងគឺដកដង្ហើមធំហើយមើលទៅទឹកមុខរបស់គាត់ទៅដូចជាអត់សូវសប្បាយចិត្តមិនទេតែស៊ូយីក៏បានគិតថាបើទោះបីជាខ្ញុំមិនតបានថើបគាត់គ្រប់គ្រាន់ក៏ដោយប៉ុន្តែថាខ្ញុំមិនអាចបោះបង់ចោលមិត្តល្អរបស់ខ្ញុំដើម្បីតែមិត្តប្រុសរបស់ខ្ញុំបានទេតែក្នុងករណីនោះបន្ទាប់មកស៊ូយីក៏បានធ្វើការចាប់ដៃរបស់តួប្រុសនឹងឲ្យទៅជាមួយនឹងនាងផងដែរដាក់បានបន្តិចនាងក៏បានងាកក្រោយឬក៏និយាយថាខ្ញុំនឹងធ្វើការបង្ហាញជាសាធារណៈជាមួយនឹងរបស់ថ្មីស្រឡាងរបស់ខ្ញុំគឺជាមិត្តប្រុសរបស់ខ្ញុំភាគទី81អាកាសយានដ្ឋានអន្តរជាតិជាងឆេងខណៈពេលនេះស៊ូយីជាមួយនឹងចែសានសានកំពុងតែមើលតារាចម្រៀងលេឡែនស៊ូយីបាននិយាយតាមរំភើបថាខ្ញុំមិននឹកស្មានថាខ្ញុំមកជួបគាត់នៅទីនេះទេខ្ញុំមិនក៏មានសំណាងអីនៅថ្នាក់នេះបើចែសានសានវិញបាននិយាយថាគាត់នឹងគឺពិតជាស្អាតខ្លាំងមែនទែនបែបហ្នឹងឯងដែលសារតែគាត់ជាតារាមានលុយច្រើនដើម្បីថែសម្រស់តែបើឲ្យខ្ញុំគិតថានៅក្នុងវ័យនេះគាត់មិនតរៀបការនោះខ្ញុំមិនជឿនោះទេយ៉ាងណាមិញនៅក្នុងទស្សនាវដ្តីគេក៏បានសរសេរផងដែរថាគាត់នឹងក៏បានរៀបការហើយថែមទាំងមានកូនប្រុស2នាក់ទៀតណោះស៊ូយីបានសួរតាភ្ញាក់ផ្អើលទៅថាហើយទៅដឹងរឿងសម្រាប់ទាំងអស់នោះមកពីណាទៅឬមួយគ្រាន់តែមើលកសែតនៅតាមផ្លូវហើយយកមកនិយាយគេបែបហ្នឹងសាក់កាត់លោមើលទៅមួយរយៈចុងក្រោយនេះគឺគាត់មានអ៊ីវ៉ាន់ច្រើនមែនទែនសាធារណជនក៏តាមដានគាត់មិនដាច់ពីកសែតផ្នែកផងដែរតែគាត់នឹងមានពេលណាទៅបង្កើតកូនពីរនាក់ទៅមួយថ្ងៃនឹងចិត្តថាហ្មងអាចារ្យសានសាននឹងភ័យនឹងតបទៅនាងវិញថាអេស៊ូយីគ្រាន់តែនិយាយតាមពីចចាមអារ៉ាមតែបើគាត់សពទៅកាលពីមុននឹងក៏ធ្លាប់ឃើញគាត់នឹងពីអញ្ជើញផងដែរថែមទាំងចេញបនមនុស្សជាទីស្រឡាញ់ទៀតផងតែនេះមិនមែនជារឿងចៃដន្យពេកទេដឹងមនុស្សគ្រប់គ្នាក៏បានដឹងអំពីរឿងនេះដែរសាក់កាត់លោមើលទៅស៊ូយីបាននិយាយទៅគាត់វិញទាំងខឹងបងឯងមើលព័ត៌មានប៉ុណ្ណឹងឯងចាំបើឧទាហរណ៍ថាតួអង្គនៅក្នុងរឿងបានស្រឡាញ់គ្នាតែខាងក្រៅនឹងពួកគេស្រឡាញ់គ្នាដែរមែនទេឥឡូវនេះខ្ញុំភ្នាល់ថាបើសិនបើគាត់រៀបការឲ្យថែមទាំងលួចលាក់មានកូនទៀតនោះខ្ញុំនឹងធ្វើការសម្រាប់ខ្លួនឯងនៅកន្លែងហ្នឹងហ្មងគាត់តែនិយាយដាក់គាត់ប៉ុណ្ណឹងហើយនេះក៏បានហូតទៅចូលជាមួយនឹងវងមនុស្សដើម្បីមើលតារាចម្រៀងលេឡាដែរទៅតារាចម្រៀងលេឡាបាននិយាយទៅកាន់ហ្វេរបស់គាត់ថាពេលដែលត្រឡប់ទៅផ្ទះវិញជូនពរឲ្យមានសុវត្ថិភាពតាមផ្លូវនិងចាំជួបគ្នានៅការប្រគំតន្ត្រីខាងមុខនេះស៊ូយីបានសម្លឹងទៅមើលគាត់តាមរំភើបក្នុងចិត្តរួចបន្តគិតទៀតថាបើទោះបីជាមានពាក្យចចាមអារ៉ាមយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់ខ្ញុំនៅតែគ្រប់ត្រអ្នកជានិច្ចពេលហ្នឹងបងសាសាក៏បានមកចាប់នាងឬក៏និយាយថាពេលនេះគឺគាត់បានទៅបាត់ហើយ
ចុះពួកយើងកាលណាទៅដែរដូចយើងក៏កាត់ទៅមើលតារាចម្រៀងលេឡាបន្តិចទៅខណៈពេលនេះក៏កំពុងតែលេងឆាតជាមួយនឹងស៊ីយ៉ាន់ប្អូនប្រុសរបស់គាត់ហើយក៏បានដឹងផងដែរថាទូប្រុសរបស់យើងនឹងក៏បានចូលសងសាមកពលាយន្តហោះផងដែរក៏ប្រាប់ថាក៏ពិតជាចង់ឃើញសងសារបស់ប្អូនគាត់ខ្លាំងមែនទែនតែមានរូបសម្រស់ស្រស់ស្អាតបែបណាទៅភ្លាមនឹងស៊ីយ៉ាន់ក៏បានលើសម្លេងរបស់ស៊ូយីប្រាប់ថានាងបានមកវិញហើយនឹងថាតើបានប្រាប់គាត់ទៀតផងថានាងបានជួបជាមួយនឹងតារាចម្រៀងលេឡានបងសានសានគាត់តែនិយាយ hello មួយម៉ាត់ទេក៏បានអោយអីវ៉ាន់របស់គាត់នឹងចាក់ចេញទៅបាត់ទៅបន្ទាប់មកទូប្រុសក៏បានសួរស៊ូយីថាតើអូនចូលចិត្តតារាចម្រៀងលេឡានខ្លាំងប៉ុណ្ណាទេស៊ូយីតបបងប្រហែលជាដឹងរួចទៅហើយគឺអូនបានប្រាប់បងតាំងពីដំបូងនៅពេលដែលអូនបាននៅផ្ទះរបស់បងទូប្រុសបន្តថាដូច្នេះអូនហ៊ានទុកបងចោលដើម្បីទៅនាងមែនទេក្រែងអូនបាននិយាយប្រាប់បងថាបងគឺជាសំណប់ចិត្តរបស់អូននោះបងមិនអាចច្រណែនមនុស្សស្រីបានទេហើយបើតាមអ្វីដែលអូនចាំបាននៅក្នុងផ្ទះរបស់បងគឺសុទ្ធតែអាល់ប៊ុមរបស់គាត់អូនគិតថាអូនអាចជួបបងជារៀងរាល់ថ្ងៃបានក៏ប៉ុន្តែឱកាសមួយនេះមិនអាចចេះតែមាននោះទេបងនឹងទេថាអូនពិតជាសប្បាយចិត្តណាស់នៅពេលដែលបានឃើញគាត់ចិត្តបែបហ្នឹងដូច្នេះហើយបងគួរតែបន្ធូរអារម្មណ៍បន្តិចទៅទូប្រុសបាននិយាយថាបងមិនដឹងនោះទេតែក្នុងចិត្តរបស់គាត់វិញដោយសារតែបងគឺបានឃើញបងស្រីរបស់បងជារៀងរាល់ថ្ងៃតែគណៈពេលនោះស៊ូយីក៏បានគិតថាពិតមែនហើយមនុស្សដូចជាស៊ីយ៉ាន់ប្រហែលជាពិបាកចូលចិត្តអ្នកដទៃណាស់ដូច្នេះនៅពេលដែលគាត់បានរៀបចំផែនការរបស់គាត់សម្រាប់ខ្ញុំតើវាអាចចំណាយពេលយូរប៉ុណ្ណាទៅសត្វតែពេលនោះស៊ូយីធ្វើឡើងខ្ជិលខ្ជូតហ្មងនឹងបាននិយាយថាពិតមែនហើយបងជាជំរឿទី1សម្រាប់អូនតែនៅយប់នេះបងសានជាមួយនឹងមិត្តចាស់ៗនឹងធ្វើការមកលេងជុំគ្នានៅពេលដែលបញ្ចប់ការជួបជុំនោះភ្លាមអូននឹងត្រឡប់ទៅរកបងមុនគេអូខេទេទូប្រុសតបថាមិនអីទេតែមើលមុខរបស់គាត់ទៅដូចជាមិនសប្បាយចិត្តនោះទេតែបើយើងមើលបងសាននៅក្នុងឡាននេះវិញគាត់អង្គុយចាំពួកគេនឹងមកដល់ស្មើឆ្ងល់ថាកាលណាបានចូលក្នុងឡានទៅគាត់អង្គុយចាំយូរហើយនេះមិនដឹងជានៅសារសងគ្នាយូរអីដល់ថ្នាក់ហ្នឹងទេបន្ទាប់មកយើងក៏បានឃើញពួកគេនឹងក៏បានមកដល់កន្លែងស្រាកន្លុកតែស៊ូយីក៏បានធ្វើការផ្លាស់ប្ដូរកៅអៅរបស់នាងនឹងមកកាផ្លេទៀតហើយដែរពេលហ្នឹងបងសានពិតជាសុំទោសស៊ូយីខ្លាំងមែនទែនដោយសារតែគាត់នឹងថានាំនាងនឹងមកជួបមិត្តចាស់ៗទេក៏ប៉ុន្តែឥឡូវហ្នឹងគឺគាត់ត្រូវជួបភ្ញៀវគាត់គិតថានៅពេលដែលនាំស៊ូយីមកអញ្ចឹងតែដើម្បីស្រួលនិយាយជាមួយនឹងភ្ញៀវម្នាក់នោះគឺថាស៊ូយីគ្មានជំរឿននោះទេក្រៅពីយកប្រមមកតាមគាត់គណៈពេលនោះក៏មាននារីម្នាក់បាននិយាយថាខ្ញុំបានមកដល់ហើយនាងបានធ្វើការសុំអភ័យទោសនិងប្រាប់ពួកគេថាដោយសារតែនាងគឺរវល់កាត់វីដេអូជាមួយនឹងការបង្ហោះវីដេអូផងដែរនាងបន្តថាមើលតែអ្នកទាំងពីរដូចជាមិនបានផ្លាស់ប្ដូរអ្វីនោះទេបងសាននិយាយថាដឹងអត់ថាអ្នកមកយឺត1ម៉ោងហើយតែនាងបាននិយាយថាសុំទោសតែគេសុំទោសកុំខ្ជះខ្ជាយពេលវេលាទៀតអីធ្វើការងាររបស់យើងវិញហើយយើងក៏បានឃើញផងដែរថាការងារមួយនោះគឺបានប្រព្រឹត្តទៅដល់យប់ដែលមានជាការញ៉ាំស្រាបន្តិចបន្តួចផងដែររៀមនឹងផងដែរនារីម្នាក់ហ្នឹងក៏បានកលេចឃើញផ្កានៅជាប់ក្របោរបស់ស៊ូយីបន្ទាប់មកនាងក៏បានសួរថាអូតែនោះគឺជាផ្កាដែលបាត់ប្រុសរបស់នាងឲ្យមែនទេស៊ូយីតបចាប៉ិតមែនហើយភ្លាមនឹងនេះបានទៅមកវិញថាអីយ៉ាស៊ីងចៅកាន់តែអាក្រក់ទៅអីតែគាត់គ្រាន់តែឲ្យផ្កាមួយទៅមកវត្តស្រីរបស់គាត់មែនទេស៊ូយីញញឹមតែមិនពេញចិត្តនឹងបានទៅវិញថាគឺមិនមែនជាគាត់នោះទេខ្ញុំក៏បានបាយគ្នាជាមួយនឹងគាត់នឹងយូរណាស់មកហើយនាងសម្លឹងមើលទៅស៊ូយីទាំងភ្ញាក់ផ្អើលរួចក៏ទម្លាក់ទឹកមុខចុះបន្តិចហើយក៏បានសួរស៊ូយីថាតើឯងប្រាប់រឿងអ្វីមួយមកកាន់នាងបានទេស៊ូយីសួរតែនាងចង់ដឹងពីអ្វីទៅកាលពីនៅរៀនស៊ីងចៅក៏បានចំណាយពេលយូរណាស់តម្រូវទៅសុំស្នេហ៍នាងបានពិតមែនទេបើតាមខ្ញុំចាំបានវាចំណាយពេល2ទៅ3ឆ្នាំការពិតនោះស៊ីងចៅជាមួយនឹងខ្ញុំតែងតែពាក់ព័ន្ធគ្នាហើយនាងក៏ប្រហែលជាមិនបានដឹងអំពីរឿងនេះដែរខ្ញុំជាមនុស្សតែម្នាក់ដែលបានផ្ដល់តម្រុយឲ្យគាត់នៅពេលដែលគាត់ចេញទៅណាត់ជួបនាងពួកយើងតែងតែនិយាយជាមួយនឹងគ្នារាល់យប់នៅពេលដែលគាត់មិនបានជួបជាមួយនឹងនាងគឺគាត់តែងតែជួបជាមួយនឹងខ្ញុំពិតជាល្ងងណាស់ដែលស្ម័គ្រចិត្តធ្វើរឿងនោះតែខ្ញុំចង់និយាយថាគាត់ពិតជាសង្ហាណាស់គាត់មិនដែលនិយាយអំពីរឿងស្នេហាទេក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំពិសេសសម្រាប់គាត់បងសានបានសួរថាចុះកាលពីពេលនោះមិនក៏នាងមិននិយាយនាងតបថាហេតុអីខ្ញុំត្រូវនិយាយប្រាប់ចុះប្រសិនបើពេលនោះខ្ញុំនិយាយប្រាប់តែមនុស្សគ្រប់គ្នាងាកមកមើលខ្ញុំដូចជា pick me តែបន្តមកពេលក្រោយខ្ញុំមិនដឹងថាគាត់កំពុងធ្វើអ្វីទៀតនោះទេនៅពីមុខសង្សារដូចជាមនុស្សកក់ក្ដៅនិងស្មោះត្រង់តែនៅពីក្រោយក្នុងវិញដូចជាម៉ាស៊ីនត្រជាក់បត់ទៅកាន់មនុស្សស្រីគ្រប់រូបនោះគឺជាស្ទីលរបស់គាត់បោះសម្លាញ់ធំមួយហើយចាប់បានមនុស្សគ្រប់គ្នាជាប់តែរឿងដែលសំខាន់គាត់ទុកតែមនុស្សដែលមានប្រយោជន៍សម្រាប់គាត់តែប៉ុណ្ណោះហើយខ្ញុំប្រាប់រឿងនេះមិនមែនញុះញង់អតីតកាលទេគ្រាន់តែចង់ប្រាប់ថាគាត់គឺជាមនុស្សតែម្នាក់ដែលស្រឡាញ់នាងខ្លាំងបំផុតតែពេលនោះបងសានក៏បាននិយាយថារឿងអតីតកាលគឺជារឿងអតីតកាលតែនៅក្នុងពេលនេះយើងគួរតែនិយាយរឿងដែលមានប្រយោជន៍ជាងនឹងទៅខណៈពេលនោះស៊ូយីក៏បានគិតថានៅពេលដែលខ្ញុំតាក់ទងគ្នាជាមួយនឹងស៊ីងចៅខ្ញុំខំតែបានគិតថាទំនាក់ទំនងមួយនោះវាពិតជាស្រស់ស្អាតជាមួយនឹងភាពស្រស់បំព្រងផងដែរក៏ប៉ុន្តែវាក៏ពិតជាមានរយៈពេលខ្លីខ្លាំងមែនទែនទើបតែឥឡូវនេះខ្ញុំក៏បានដឹងថាខ្ញុំបានតាក់ទងជាមួយនឹងមនុស្សសម្រាមម្នាក់ប៉ុណ្ណោះខណៈពេលនោះផងដែរស៊ូយីក៏បានក្រាបទៅនឹងតុនារីម្នាក់នោះក៏បានសួរថាតើនាងស្វឹងហើយមែនទេអីគេគ្រាន់តែផឹកស្រាកន្លុក2កែវហ្នឹងបងសានប្រាប់ថាពាក្យថាស្រាមិនដែលថាស្រាលទេអមាញ់ហ្នឹងនាងលើកអស់ឡើងដូចទឹកហើយហ្នឹងហើយក៏បានធ្វើការអ៊ីវ
ស៊ូយីទៅតែម្ដងពេលនោះផងដែរនារីម្នាក់ហ្នឹងក៏ចង់ជួយក៏ប៉ុន្តែបងសានថៃមិនចាំបាច់ទេព្រោះតែថៃមិត្តប្រុសរបស់ស៊ូយីនឹងមកយកនាងហើយដូច្នេះនេះគឺជាការបោកបញ្ឆោតដែលធ្វើឲ្យឈឺចាប់បន្ទាប់មកនៅពេលដែលស៊ីយ៉ានបានដឹងពីការពិតតែគាត់នឹងមានអារម្មណ៍បែបណាទៅគាត់ប្រហែលជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងជាងនេះទៅទៀតហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតមកដល់ពេលនេះសូមជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបាននិងចាន់ជោគជាមួយនឹងមីមីឡូនៅវីដេអូក្រោយទាំងអស់គ្នានឹងជាចុងក្រោយមីមីឡូបាយបាយអ្នកទាំងអស់គ្នា